ណាវៃហូណូគឺជាម្ចាស់ស្ត្រីថ្មីនៃប្រទេសណូវែលស្លង់ណាយុ27ឆ្នាំនាងបានរំបាយអកតកម្មពិភពលោកដោយខ្លាចជាស្ដេចសោយរាជមានប្រជាជនក្មេងជាងគេណាវៃមានប្រជាប្រិយភាពខ្លាំងណាស់ហើយមនុស្សជាច្រើនមើលឃើញថានាងគឺជាអ្នកសង្គ្រោះពិតប្រាកដនៃជនជាតិម៉ាអូរីតើម្ចាស់ស្ត្រីថ្មីអង្គនេះរស់នៅដោយរបៀបណាហើយតើនាងបានលាក់បាំងរឿងអ្វីខ្លះមួយទៀតហេតុអ្វីបានជាពិធីឡើងគ្រងរាជ្យរបស់នាងត្រូវបានគេប្រារព្ធធ្វើឡើងក្នុងពិធីបុណ្យសពតោះចង់ដឹងថារឿងរ៉ាវបែបណានោះសូមតាមដានក្នុងវីដេអូមួយនេះទាំងអស់គ្នា New Zealand ឬក៏ Nova Zealand គឺជាប្រទេសតែមួយគត់នៅលើពិភពលោកដែលមានស្ដេចពីរអង្គមានស្ដេចអង់គ្លេសព្រះអង្គម្ចាស់ Charles ទី3និងអ្នកគ្រប់គ្រងជនជាតិដើមភាគតិច Maori នៅខែកញ្ញាឆ្នាំ2024 Navai Hono បានក្លាយជាម្ចាស់ស្ត្រីថ្មីនាងគឺជាបុត្រីរបស់ស្ដេច Tuheti ដែលបានសោយទិវង្គតបន្ទាប់ពីធ្វើការវះកាត់បេះដូងរួចក្បួនដង្ហែសពតាមទឹកមិនធម្មតាមួយបានធ្វើដំណើរចុះពីទន្លេដ៏ធំបំផុតរបស់ប្រទេស Nova Zealand គឺទន្លេ Waikato សពរបស់ទ្រង់ត្រូវបានដាក់នៅលើទូកនោះនេះគឺជាភក្តីភាពមួយដែលព្រះអង្គបានគ្រប់គ្រងប្រជាជនរបស់ខ្លួនអស់រយៈពេល18ឆ្នាំមកហើយនិងបានតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញដើម្បីសិទ្ធិរបស់ប្រជាជនក្នុងនាមជាអ្នកជឿទៅលើលទ្ធិកាតូលិកជនជាតិម៉ារីមិនបានកាត់ប្រកេះព្រះអង្គចេញដោយទម្លាប់មុននោះទេស្ដេចត្រូវបានបញ្ចុះនៅលើកំពូលភ្នំថាភីរីដែលជាកន្លែងបញ្ចុះសពរបស់រាជវង្សនៅក្នុងតំបន់សម្រាប់ពិធីឡើងគ្រងរាជ្យរបស់មហាក្សត្រីថ្មីបានបញ្ចប់រយៈពេលមួយសប្តាហ៍នៃការកាន់ទុក្ខព្រះសពស្ដេចជាបិតាណាវ៉ៃបានអង្គុយក្បែរមឈូសរបស់ឪពុកនាងដែលបានពាក់កម្រងផ្កានិងខ្សែកឆ្អឹងត្រីបាឡែនគណៈពិធីប្រពៃណីការបួងសួងនិងចម្រៀងត្រូវបានគេធ្វើឡើងចំណែកមុខរបស់នាងត្រូវបានលាបដោយប្រេងក្រមួនហើយបន្ទាប់មកគេយកគម្ពីរមួយក្បាលដែលប្រើសម្រាប់ការឡើងគ្រងរាជ្យរបស់ជនជាតិម៉ាអូរីតាំងពីឆ្នាំ1858មកដាក់ពីលើក្បាលរបស់នាងណាវ៉ៃបានក្លាយជាម្ចាស់ស្ត្រីទី2នៅក្នុងប្រវត្តិសាស្ត្រដែលមានបងប្រុសពីរនាក់របស់នាងបានតវ៉ាក្នុងការឡើងគ្រងរាជ្យប៉ុន្តែនេះគឺជាការជ្រើសរើសដោយក្រុមប្រឹក្សាអ្នកចាស់ទុំផ្ទាល់ណាវ៉ៃមិនត្រឹមតែជាបុត្រីរបស់ស្ដេចចុងក្រោយប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានសិទ្ធិអំណាចដ៏អស្ចារ្យក្នុងចំណោមមនុស្សទូទៅផងដែរនាងបានកើតនៅក្នុងគ្រួសាររាជវង្ស King E Thanga ក្នុងខែមករាឆ្នាំ1597នៅពេលនោះស្ដេចនៃម៉ាអូរីក៏ជាស្ត្រីដែរការពិតគឺថាកុលសម្ព័ន្ធម៉ាអូរីនៅ Nova Zealand មិនតែធ្វើសកម្មភាពជាមួយគ្នានោះទេនៅក្នុងឈ្មោះរបស់ក្មេងស្រីមហាក្សត្រីមុនបានកំណត់បេសកកម្មបង្រួមដែលផ្ដល់សិទ្ធិទៅឲ្យចៅស្រីរបស់ទ្រង់មកអនុវត្តបន្តណាវ៉ៃត្រូវបានរៀបចំសម្រាប់ទូនាទីជាអ្នកដឹកនាំរួចតាំងពីតូចនាងបានអនុវត្តវប្បធម៌និងខាងវិញ្ញាណនៃក្រុមកុលសម្ព័ន្ធយ៉ាងជាប់លាប់សូម្បីតែការសិក្សារបស់នាងក៏ប្រើជាភាសាម៉ាអូរីដែរគឺមិនមែនជាភាសាអង់គ្លេសនោះទេនៅសាកលវិទ្យាល័យនាងបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកវប្បធម៌ម៉ាអូរីសមិទ្ធផលទាំងនេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ដែលនៅឆ្នាំទី2នាងចាប់ផ្ដើមបង្រៀនសិល្បៈកាប៉ាហាកាដែលនេះគឺជាការលាយបញ្ចូលគ្នានៃរបាំប្រពៃណីរបស់ជនជាតិម៉ាអូរីនិងសិល្បៈសម្ដែងការប្រយុទ្ធដោយដៃដោយសារតែចំណេះដឹងទាំងនេះហើយទើបណាវ៉ៃហូណូទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សរហូតមកដល់ពេលបច្ចុប្បន្ននេះប្រជាជន Nova Zealand រាប់ម៉ឺននាក់និងសូម្បីតែសមាជិកសភាក៏ចេះរាំចង្វាក់កាប៉ាហាកានេះដែរហើយក្រុមកីឡាបាល់ឱប Nova Zealand ដែលជាក្រុមល្អបំផុតនៅក្នុងពិភពលោកក៏នាំគ្នាសម្ដែងរបាំមួយនេះមុនរាល់ការប្រកួតអន្តរជាតិដូចគ្នាក្នុងព្រះជន្ម19ព្រះវស្សាចំថ្ងៃគម្រប់ខួបនៃការឡើងគ្រងរាជ្យរបស់នាងម្ចាស់ស្ត្រីអង្គនេះបានសាក់រូបនៅលើចង្កាក្នុងការឧទ្ទិសដល់ព្រះបិតាការធ្វើបែបនេះគឺជាទង្វើមួយដែលជួយបង្កើតនូវឥទ្ធិពលនិងឋានៈជារាជវង្សនៃកុលសម្ព័ន្ធមួយវិញទៀតនេះក៏ជានិមិត្តរូបនៃការបញ្ញាចិត្តរបស់នាងក្នុងការបម្រើប្រជាជនទាំងមូលអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនាងបានអមដំណើរបិតាចូលទៅក្នុងព្រឹត្តិការណ៍វប្បធម៌និងនយោបាយផ្សេងព្រមទាំងមានដំណើរកម្សាន្តអន្តរជាតិផងដែរជាពិសេសក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងឡុងដែលតំណាងឲ្យប្រមុខជនជាតិម៉ាអូរីម្ចាស់ស្ត្រីណាវ៉ៃហូណូត្រូវបានណែនាំដោយព្រះអង្គម្ចាស់ Charles ផ្ទាល់ក្នុងនាមជាមេក្រុមកុលសម្ព័ន្ធមួយរូបនាងបានដឹកនាំមូលនិធិសប្បុរសធម៌ដើម្បីជួយដល់ប្រជាជនម៉ាអូរីទូទៅភ
ក្នុងចំណោមប្រជាជន5លាននាក់របស់ Nouvelle Zelande មានប្រហែល90,000នាក់គឺជាជនជាតិដើមភាគតិចនោះប្រហែល 17% នៃចំនួនប្រជាជននៅក្នុងប្រទេសនេះជាលទ្ធផលនៃការបែងចែកជនជាតិម៉ារីនិងលក្ខណៈពិសេសនៃចិត្តគំនិតជាតិទាំងមូលតាមទំនៀមទម្លាប់របស់ប្រជាជននេះជនជាតិម៉ារីប្រកាសគួរតែជាអ្នកចម្បាំងដូច្នេះពួកគេមានការស្ទាក់ស្ទើរក្នុងការធ្វើអាជីវកម្មតែនៅពេលជាមួយគ្នានេះស្ទើរតែពាក់កណ្ដាលនៃចំនួនអ្នកទោសនៅញូហ្សេឡង់គឺជាជនជាតិម៉ារីម្ចាស់ស្ត្រីណាវ៉ៃបាននិយាយថាក្តីស្រមៃរបស់នាងគឺរក្សានៅស្មារតីប្រយុទ្ធដ៏ថ្លៃថ្នូររបស់ប្រជាជនហើយបញ្ចូលវាទៅក្នុងជីវិតសម័យទំនើបដែលនាងបានរៀបចំវគ្គសិក្សាអប់រំជាច្រើនជាយាមបណ្ដុះបណ្ដាលមនុស្សឲ្យមានចិត្តចង់សិក្សាធ្វើការនិងចេះបង្កើតប៉ុន្តែមានគ្រាខ្លះនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់នាងដែលធ្វើchoម្ចាស់ស្ត្រីនេះគឺមានការបិទបាំងមួយចំនួនបាននិយាយពីច្បាប់ផ្លូវការវិញងារជាស្ដេចរបស់ណាវ៉ៃអាចត្រូវបានថាជាពិធីបង្ក្រប់កិច្ចតែប៉ុណ្ណោះតែយ៉ាងណាមិញមុខតំណែងនេះក៏មានឥទ្ធិពលខ្លាំងណាស់ដែរមេដឹកនាំក្រុមកុលសម្ព័ន្ធរូបនេះបានដើរតួនាទីតិចតួចប៉ុណ្ណោះតែភាគច្រើនគឺជាអ្នកដឹកនាំបំផុសគំនិតប្រជាជនស្ថិរភាពសង្គមរបស់ប្រទេសអាស្រ័យលើពាក្យសម្ដីនិងទង្វើរបស់នាងផ្ទាល់ដើម្បីធានាថាជនជាតិដើមភាគតិចមានតំណែងជាផ្លូវការនៅក្នុងប្រព័ន្ធនយោបាយម្ចាស់ស្ត្រីបានគ្រប់គ្រងនិងបង្កើតគណៈបកម៉ារីឡើងមនុស្សមួយចំនួនមកពីគណៈបកនេះតែនៅជាប់ឆ្នោតជាសមាជិកសភាអ្នកខ្លះបានស្លៀកពាក់ជាប្រពៃណីហើយបានរាំរបាំដែលខ្លួនពេញចិត្តគឺចង្វាក់កាប៉ាហាកាក្នុងការប្រជុំសភាទៀតផងសម្រាប់ពេលនេះអ្វីៗទាំងអស់ត្រូវបានគេមើលឃើញថាវាគឺជាភាពចម្លែកនៅក្នុងស្រុកមួយនេះគឺដោយសារតែសក្តានុពលនៃកំណើនប្រជាជនម៉ារីចំនួននេះគឺមានការកើនឡើងលឿនជាងចំនួនពលរដ្ឋស្បែកសនៅក្នុងប្រទេសនៅពាក់កណ្ដាលសតវត្សទី21កំណើននៃប្រជាជនម៉ារីអាចឈានដល់30ទៅ40%ឯណោះក្នុងករណីនេះម្ចាស់ស្ត្រីណាវ៉ៃនឹងទទួលបានឥទ្ធិពលកាន់តែច្រើនបន្ថែមទៀតប៉ុន្តែជីវិតឯកជនរបស់នាងវិញត្រូវបានលាក់បាំងដោយសម្ងាត់នាងប្រុងប្រយ័ត្នក្នុងការមានស្នេហានិងកិច្ចពិសារព្រមានលេចលឺខាងក្រៅព្រោះការនិយាយពីជីវិតឯកជនរបស់ម្ចាស់ស្ត្រីគឺជារឿងហាម5សម្រាប់ណាវ៉ៃផ្ទាល់ក្តីសុបិនដ៏គួរឲ្យតាក់ទាញមួយផ្សេងទៀតរបស់នាងគឺព្យាយាមធ្វើឲ្យវប្បធម៌ប៉ូលីនេស៊ីពេញនិយមនៅជុំវិញពិភពលោកនាងជឿជាក់យ៉ាងមុតមាំថាមនុស្សគួរតែស្គាល់ Nouvelle Zelande ឲ្យបានច្រើនសំខាន់ជាងនេះទៀតនោះនេះគឺជាប្រទេសដ៏ស្រស់ស្អាតបំផុតមួយដែលត្រូវបានគេរកឃើញតាមរយៈសែន DNA ថាទីនេះមានសែនអ្នកចម្បាំងយ៉ាងពិសេសនៅលើពិភពលោកទន្ទឹមនឹងនេះម្ចាស់ស្ត្រីបានមើលឃើញពីបេសកកម្មរបស់ខ្លួនថាជាការធ្វើឲ្យវប្បធម៌និងភាសាជនជាតិរបស់ខ្លួនរស់ឡើងវិញក្តីសុបិនចម្បងរបស់នាងគឺការបង្រួបបង្រួមជនជាតិម៉ារីនិងជនជាតិស្បែកសឲ្យចុះសម្រុងគ្នាជាជាតិតែមួយជាមួយនឹងក្រមសីលធម៌រួមជាគោលអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថាកូនចៅនៃអាណានិគមអង់គ្លេសចូលចិត្តរាំរបាំកាប៉ាហាកាហើយក៏មានមោទនភាពចំពោះប្រពៃណីដ៏ពិសេសរបស់ពួកគេផងដែរក្នុងពេលជាមួយគ្នានេះជនជាតិម៉ារីកាន់តែច្រើនក៏កំពុងក្លាយជាអ្នកចំនួនដ៏ជោគជ័យដែលអនុវត្តនឹងជឿជាក់លើខ្លួនឯងថាមានសែនជាអ្នកចម្បាំងហើយភាពក្លាហាននេះពួកគេបំលែងវាធ្វើជាការចរចាអាជីវកម្មនិងកិច្ចព្រមព្រៀងដោយជោគជ័យតាមរបៀបនេះជីវិតសហគមន៍ដ៏រស់រវើករបស់ Navajo បានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជន Nouvelle Zelande ទាំងអស់ម្ចាស់ស្ត្រីថ្មីបានឡើងកាន់តំណែងនៅពេលវេលាដ៏សំខាន់ជាពិសេសសម្រាប់ប្រជាជនរបស់ទ្រង់នៅពេលដែលប្រទេសកំពុងតស៊ូជាមួយនឹងទំនាស់ពូជសាសន៍ការបន្តឹងលើការប្រើប្រាស់ភាសាម៉ារីនិងសិទ្ធិរបស់ជនជាតិដើមភាគតិចសូមជូនពរម្ចាស់ស្ត្រីថ្មីនៃប្រទេស Nouvelle Zelande ទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងគោលដៅដ៏ថ្លៃថ្លាក្នុងការបម្រើប្រជាជនរបស់ខ្លួនចុះបងប្អូនវិញយល់ឃើញបែបណាដែរចំពោះម្ចាស់ស្ត្រីមួយអង្គនេះអរគុណសម្រាប់ការតាមដានទស្សនាជូនពរជួបតែសំណាងល្អ